បាទនេះគឺជាទស្សនវិជ្ជានៅក្នុងខេត្តបាត់ដំបងនេះគេធ្វើកម្មវិធីbuffet train ណាបងប្អូននេះគេដាក់ស្តង់ train ស្តង់បន្លែផ្លែឈើអីផ្សេងៗយ៉ាងជាច្រើនតែមកពីស្រុកផ្សេងគ្នាហ្នឹងឯងនេះទស្សនវិជ្ជាពេលយកទៅបងប្អូនបើពេលថ្ងៃមនុស្សច្រើនជាងនេះទៀតគេមានលក់អីច្រើនណានេះវិញគឺជាចំការឈ្មោះចំការដែលមកពីស្រុកផ្សេងមនុស្សយ៉ាងច្រើនហើយនេះគឺជាលើកទី1ដែលខេត្តបាត់ដំបងរៀបចំកម្មវិធីនេះបាទនេះសិតតែចំការមកពីខាងស្រុកសំឡូតហើយអញ្ចឹងបងប្អូនសិតតែចំការល្បីបាទនេះសិតតែចំការត្រេនឈ្មោះចំការបាទខាងនោះខាងឈ្មោះចំការត្រេនមកពីខាងស្រុកកំរៀងបាទហើយនោះកន្លែងគេញ៉ាំ buffet ត្រេនហ្នឹងគេធ្វើតែពេលថ្ងៃទេទាំងស្មើនេះជាប់អស់ហើយបាទហើយកម្មវិធីនេះគឺគេរៀបចំនៅខាងមុខសាលាខេត្តបាត់ដំបងតែម្ដងបងប្អូននេះពីថ្ងៃមនុស្សអាចនឹងច្រើនជាងនេះទៀតបងប្អូនពេលយប់ទេបាទនៅខាងកម្មវិធីញ៉ាំ buffet tray ហ្នឹងជាប់ហើយបាទអត់មានទៀតទេគេញ៉ាំតែពេលថ្ងៃឡើងទេបាទបងប្អូននេះក្រៅពីហ្នឹងក៏មានស្តង់លក់ចំណីម្ហូបអាហារក្នុងខេត្តបាត់ដំបងអីច្រើនដែរបាទនេះគឺជាស្តង់ផលិតផលខេត្តបាត់ដំបងបាទមានផលិតផលជាច្រើនតែម្ដងគ្រប់មុខគ្រប់បែបគ្រប់សពចង់ញ៉ាំអីក៏មានដែរបាទហើយសបោមនុស្សម្នាដែរឃើញឃ្លៀងហ្នឹងចង់ញ៉ាំអីតំណងមានច្រើនមកបងប្អូននៅក្នុងកម្មវិធីនេះហើយសិតតែផលិតផលរបស់ខេត្តបាត់ដំបងតែម្ដងបាទហើយមនុស្សក៏មកអ៊ូអដែរប៉ុន្តែឥឡូវដូចមេឃរៀងរលឹមហ្នឹងបាទកន្លែងនេះវិញគេមាន concert ហើយមនុស្សនៅលើស្ពាននេះនឹងច្រើនមែនទែនបាទកម្មវិធីនេះគឺជាលើកទី1ហើយសម្រាប់ខេត្តបាត់ដំបងដែលបានប្រារព្ធកម្មវិធីនេះឡើងបាទបើទៅតាក់ទាញចាប់អារម្មណ៍តើបងប្អូនបាទនេះជាកន្លែងឆាក concert Gainsbourg បាទតែគេអត់ចាប់ផ្ដើមច្រៀងទេបាទពួកខ្ញុំមករៀងលឿនពេកមនុស្សច្រើនមែនទេបងប្អូនគេមកលេងកម្មវិធី buffet train នៅក្នុងខេត្តបាត់ដំបងហ្នឹងនេះបងប្អូនស្មានតែមានមនុស្សតើហើយថ្ងៃនេះថ្ងៃចុងក្រោយនេះថ្ងៃទី3នេះមួយថ្ងៃ2ថ្ងៃដំបូងមុនអត់ដែលបានមកទេតែបានចេញមកថ្ងៃនេះបាទនេះតាមផ្លូវសបល់របស់អីញ៉ាំទៀតបាយជឿរបស់ខ្មែរយើងបាទហូហែតែម្ដងដល់ទៅគុណលោកអញ្ញាបងជីវកអរគុណមែនទេតោះឥឡូវមកបានមកបងមកនេះសម្រាប់ជួយនឹងវត្តជម្រាបបន្តពីខ្ញុំបាទអរគុណ
này đi con mình được ra này bóng bồn này sự bảo về lúc ấy